ឯកឧត្តមចៅបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកបណ្ឌិត Mathai Choichanagara អគ្គលេខាធិការនិងជាប្រធានប្រតិបត្តិអង្គការសន្និសីទគ្រីស្ទៀនអាស៊ី CCA នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2025លោកបណ្ឌិត Mathai Choichanagara បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងសំខាន់ៗដូចជា1ជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់អង្គការសន្និសីទគ្រីស្ទៀនអាស៊ី CCA ប្រចាំនៅកម្ពុជាដោយផ្ដោតទៅលើវិស័យគ្រឹះសាសនានៅកម្ពុជាវិស័យអភិវឌ្ឍសង្គមនិងការងារជួយស្ត្រីនិងកុមារ2សំណើសុំការគាំទ្រពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីចំពោះកិច្ចការរបស់អង្គការសន្និសីទគ្រីស្ទៀនអាស៊ី CCA ប្រចាំនៅកម្ពុជា3ជម្រាបជូនអំពីសៀវភៅដែលលោកបានចងក្រងអំពីសាសនាគ្រឹះនៅកម្ពុជាក្នុងនោះផងដែរលោកអគ្គលេខាធិការនិងជាប្រធានប្រតិបត្តិអង្គការសន្និសីទគ្រីស្ទៀនអាស៊ី CCA សូមគោរពអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាដែលតែងតែគាំទ្រនិងផ្ដល់សិទ្ធិសេរីភាពគ្រប់ជំនឿសាសនាផ្សេងៗនៅកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថាក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងបន្តដឹកនាំដ៏ឆ្លៀសវៃនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសទទួលបានសុខសន្តិភាពពេញលេញមានការអភិវឌ្ឍលើគ្រប់វិស័យនិងបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនានិងសង្គមឯកឧត្តមចៅបរិនសូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការនិងសូមលើកទឹកចិត្តដល់អង្គការសន្និសីទគ្រីស្ទៀនអាស៊ី CCA ប្រចាំនៅកម្ពុជាក្នុងការបន្តធ្វើកិច្ចការមនុស្សធម៌និងអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជានិងជូនពរដល់គណៈប្រតិភូជួបតែសុខសុវត្ថិភាពពិសេសសម្រាប់បាននូវជោគជ័យក្នុងបេសកកម្មការងារដែលត្រូវអនុវត្តក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខបាទសូមទេសូមជម្រាប